ចានេះជាវិធីប្រើប្រាស់ខាស៊ីតហើយខាស៊ីតនេះដែរអូនគេងបានពី0ខែរហូតដល់13គីឡូហើយពីរបៀបប្រើប្រាស់វិញបើអូននៅ0ខែបងអាចចុចកលឹះនៅខាងក្រោមនេះដោយសារនៅខាងក្រោមនេះគេមានកលឹះដើម្បីចុចឲ្យដេកចាអញ្ចឹងនៅពេលដែលអូនគាត់នៅតូចអញ្ចឹងគាត់អាចកាច់អញ្ចឹងបានដើម្បីឲ្យអូនគាត់គេងទៅរៀងផ្ដេកខ្លួនចាហើយចំពោះអាទៀសហ្នឹងគឺយើងអាចកាច់ពវល់បាន360នេះគ្រាន់តែយើងទាញអាប្រទេសក្រហមនេះមកគឺយើងអាចពវល់ខាស៊ីតនឹងបានហើយអញ្ចឹងបងអាចពវល់ទៅក្រោយក៏បានមកចំហៀងក៏បានដែរនិយាយទៅតាមបងពវល់អញ្ចឹងណាចាហើយមួយទៀតនៅពេលដែលអូនធំឡើងបងគ្រាន់តែចុចអានេះខាងក្រោមដែលខ្ញុំប្រាប់មុននឹងរុញវាទៅមុខវិញទៅគឺអូនប្រើបានពេលដែលគាត់ចាប់ពី9ខែឬមួយក៏ទៅមួយខួបដែលគាត់អាចអង្គុយបានអីបានអញ្ចឹងគឺយើងដាក់ឲ្យគាត់អង្គុយបានតែនៅពេលដែលគាត់គេងចង់ឲ្យគាត់ផ្ដេកវិញក៏បានដែរនិយាយទៅផ្ដេកបានដូចគ្នាហើយប្រភេទខាស៊ីតនេះជាកលឹះដែលយើងដាក់ការពារសុខភាពគាត់នៅពេលដែលឲ្យគាត់អង្គុយគឺយើងប្រើជាមួយនឹងខាស៊ីតនឹងដូចយើងដាក់ខ្សែក្រវ៉ាត់ឲ្យគាត់អញ្ចឹងណាបងចាហើយយើងធ្វើការកឹបវិញមកហើយចំពោះខ្សែក្រវ៉ាត់ហ្នឹងគឺយើងអាចដោះឲ្យខ្លីឬមួយក៏វែងបានទេហើយចំពោះការភ្ជាប់ជាមួយនឹងឡានវិញគឺយើងមានខ្សែក្រវ៉ាត់ឡានជាមួយនឹងខាស៊ីតហ្នឹងយើងយកខ្សែក្រវ៉ាត់ឡានហ្នឹងយកមកព័ទ្ធជាមួយនឹងខាស៊ីតហ្នឹងជាការស្រេចហើយករណីបងខ្លាចចៀតគឺបងអាចដោះកណាត់នេះបានដោះកណាត់ហ្នឹងចេញមកដើម្បីឲ្យទលាយក្នុងការគាត់អង្គុយអញ្ចឹងណានៅពេលអូននៅតូចក៏ដូចគ្នាបងអាចដោះតំណប់នឹងចេញទៅក្រែជាប្រភេទកំហែឬមួយក៏ពុកស្ដើងបើអូនជំនួសវិញចាអញ្ចឹងរបៀបប្រើប្រាស់មានតែប៉ុណ្្នឹងឯង